យើងគ្រប់គ្នាប្រហែលជាធ្លាប់បានទៅទស្សនាផ្ទាល់ឬធ្លាប់ឮអំពីព្រៃកោងកាងតែយើងប្រហែលមិនដឹងទេថាតើព្រៃកោងកាងមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេចំពោះកិច្ចការពារផែនដីនិងបរិស្ថានរបស់យើងព្រៃកោងកាងជាព្រៃដែលដុះតាមតំបន់ឆ្នេរសមុទ្រឬមាត់សមុទ្រហើយមានរាងវែងត្រង់មានឫសច្រើនធំៗនៅជុំវិញដើមវាដែលឫសទាំងនោះមានភាពរឹងមាំជួយទប់កុំឲ្យដើមវាងាយរលំឬងាយដួលតាមការសិក្សាបានបង្ហាញថាបើដើមកោងកាងប្រវែង5ម៉ែត្រឬរបស់វាមានប្រវែង6ម៉ែត្រដើមកាន់តែធំឬកាន់តែចាក់ចូលជ្រៅទៅក្រោមដីព្រៃកោងកាងមាន32ប្រភេទផ្សេងគ្នាតែក្នុងប្រទេសកម្ពុជាយើងមានចំនួន2ប្រភេទគឺព្រៃកោងកាងស្លឹកធំនិងព្រៃកោងកាងស្លឹកតូចព្រៃកោងកាងផ្ដល់នូវគុណប្រយោជន៍ខ្ពស់និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់សមុទ្រតំបន់ឆ្នេរនិងសមុទ្រដូចជារបៀងជំរកតភ្ជាប់រវាងដីគោកឆ្នេរនិងសមុទ្រការពារជម្រាលដីពីការសឹករិចរិលជាកន្លែងបង្កាត់ពូជនិងជាថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កងក្តាមនិងត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចសំខាន់ក្នុងតំបន់ព្រៃកោងកាងជាជំរកនិងកន្លែងរកចំណីនៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នងមានត្រីសត្វល្មូនបក្សីនិងជាប្រភពដ៏ល្អផ្ដល់ព្រៃឈើនិងផ្ដល់ចំណីដែលមានប្រូតេអ៊ីនសម្រាប់មនុស្សនិងជីវៈចម្រុះព្រមទាំងចូលរួមចំណែកក្នុងការទប់ស្កាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រដែលកំពុងរងផលប៉ះពាល់ពីសកម្មភាពមនុស្សនិងមហន្តរាយធម្មជាតិជាមួយគ្នានេះព្រៃកោងកាងបន្សុទ្ធទឹកស្រូបយកភេទមិនបរិសុទ្ធនិងជួយធ្វើឲ្យយើងស្រូបយកដង្ហើមបរិសុទ្ធដោយវាជួយស្រូបយកជាតិពុលនៅលើអាកាសនិងជួយបន្សាំដល់ការប្រែប្រួលអាកាសធាតុលើសពីនេះព្រៃកោងកាងមានសក្តានុពលក្នុងការចូលរួមចំណែកស្រូបយកឧស្ម័នកាបូនិករក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះនិងមច្ឆជាតិដែលជាធនធានចាំបាច់សម្រាប់លើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការនេសាទទេសចរណ៍និងការកែច្នៃផលិតផលពីធនធានសមុទ្រនិងតំបន់ឆ្នេរព្រៃកោងកាងពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវៈចម្រុះក្នុងសមុទ្រនិងជាជំរកនៃសត្វស្លាបគ្រប់ប្រភេទដែលប្រជាសហគមន៍ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារឲ្យបានគង់វង្សជាពិសេសទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត